ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះសូមណែនាំសួនរុក្ខជាតិក៏ដូចជាសួនសត្វមួយដែលចូលទស្សនា free ដោយមិនមានការបង់ប្រាក់នោះទេហើយសួននេះមានឈ្មោះថាសួនរុក្ខជាតិអង្គរដែលមានទីតាំងនៅក្នុងខេត្តសៀមរាបស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុឆ្ពោះទៅប្រាសាទអង្គរវត្តសួនរុក្ខជាតិអង្គរនេះមានផ្ទៃដីធំណាស់ប្រហែល200ហិកតាដែលហ៊ុំព័ទ្ធដោយដើមឈើសួនផ្កានិងបឹងអីចឹងហើយទីនេះក៏ប្រៀបដូចជាសួនសត្វមួយដែរពីព្រោះនៅទីនេះមានសត្វច្រើនប្រភេទដែលយើងអាចទស្សនាបានណាបើមកលក្ខណៈជាគ្រួសារបានឲ្យអូនទូចអាចស្គាល់សត្វបានច្រើនណាមានទាំងសត្វអូទ្រីហើយនិងសត្វកង្កោជាពិសេសមានសត្វកង្កោពណ៌សទៀតណាហើយនេះជាលើកទី1ដែលខ្ញុំបានឃើញសត្វកង្កោពណ៌សនៅមានសត្វប៉ាក់ស៊ុនអ៊ូខុងទៀតណាគេអង្គុយលោតចុះលោតឡើងយោចុះយោឡើងឡើងខ្ជូតចេញពីផ្ទះបងស៊ុនអ៊ូខុងយើងមកលេងផ្ទះបងទុនសាយម្ដងបងទុនសាយមានច្រើនពណ៌ណាមានពណ៌សពណ៌ខ្មៅពណ៌លឿងពណ៌មាសអីចឹងហើយនៅក្នុងសួនរុក្ខជាតិអង្គរនេះក៏មានកន្លែងបាញ់ព្រួយលេងកម្សាន្តដែរណាខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តលេងបាញ់ព្រួយដែរប៉ុន្តែខ្ញុំបាញ់អត់សូវព្រៃក្តាមបានទេអញ្ចឹងសម្រាប់បងប្អូនដែលបានមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាបបន្ទាប់ពីដើរទស្សនាក្នុងតំបន់ប្រាសាទហើយអាចមកដើរលេងកម្សាន្តក្នុងសួនរុក្ខជាតិអង្គរនេះបានសម្រាប់ទីតាំងខ្ញុំនឹងដាក់ Google Map ជូនសូមអរគុណសូមជម្រាបលាបាយបាយ